ពីមុនមកក៏ខ្ញុំអត់គិតថាផ្ទះសំណាញ់ហ្នឹងវាអាចបានយូរឆ្នាំឬក៏អាចបានទិន្នផលល្អក៏ខ្ញុំអត់ដែរគិតថាអញ្ចឹងខ្ញុំដាំនៅក្នុងផ្ទះសំណាញ់នេះវាស្រួលជាងដាំខាងក្រៅគឺថាទិន្នផលបានខ្ពស់អត់ងាយខូចខ្ញុំដាំបន្លែ10ឆ្នាំជាងអត់ដែររំភើបដូចពេលបានផ្ទះសំណាញ់ហ្នឹងទេយូរខាងក្រៅហ្នឹងបន្ទាប់ផ្សំវិញគ្រូយើងបដោតនេះជាងតែបើក្រៅពីបានផ្ទះសំណាញ់ហ្នឹងមកយើងមានទឹកចិត្តដាំយើងដាំទៅដឹងថាបានដាំទៅយើងបានផលខ្ញុំឈ្មោះដួងរតនាខ្ញុំនៅភូមិសុកសែនជ័យឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងខ្ញុំសម្បទានដឹកនេះតាំងពីឆ្នាំ2012ខែ12ខ្ញុំជាកសិករដាំបន្លែសុវត្ថិភាពខ្ញុំរាល់ថ្ងៃហ្នឹងដាំបន្លែផ្កាតិចតួចបើដោះស្រាយជីវភាពនៅក្នុងគ្រួសារតែប៉ុណ្្នឹងទេបាទហើយនឹងចិញ្ចឹមសត្វតិចតួចការដែលខ្ញុំទទួលបានផ្ទះសំណាញ់ហ្នឹងដោយសារខាងរដ្ឋាភិបាលជួយផ្ទះសំណាញ់មួយខ្នងហ្នឹងបើប្រៀបធៀបហាវាលហើយនឹងក្នុងផ្ទះសំណាញ់ខុសគ្នាសឹង80%គឺ80-90%ទិន្នផលនិយាយទៅណាចំណាយពេលក៏តិចតែបានផលច្រើនបើខ្ញុំដាំហាវាចំណាយពេលច្រើនថែទាំចុះត្រូវទឹកភ្លៀងត្រូវអីទៅស្មៅវិញដុះរហូតសឹងដកអត់តាន់ទេតែនៅក្នុងនេះអត់មានសូវមានស្មៅទេតិចហើយយើងធ្វើតែមិនតិចហើយចាំតែប្រមូលផលប្រើមានប្រវាក់បើនៅហាវាមួយអាទិត្យអីធ្វើ2ដងឯនោះពីមុនមកក៏ខ្ញុំអត់គិតថាផ្ទះសំណាញ់ហ្នឹងវាអាចបានយូរឆ្នាំឬក៏អាចបានទិន្នផលល្អក៏ខ្ញុំអត់ដែរគិតថាអញ្ចឹងដែរបាទខ្ញុំក៏គិតថាត្រូវទៅខ្លាចតែខាតទេតែដល់ពេលខាងផ្សារគាត់ណែនាំបន្ថែមទៀតគាត់ណែនាំថាអូនឯងធ្វើផ្ទះសំណាញ់វាមានអត្ថប្រយោជន៍ទី1ការពារបានសត្វល្អិតទី2បន្លែយើងក៏ល្អបាទហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើទៅនៅនឹងបើខែវស្សាអញ្ចឹងវាអត់សូវក្តៅយើងសត្វល្អិតគ្រូកៅអីច្រើនបើថាខែប្រាំងផងតាំងកៅតាំងកម្ដៅដីនៅនេះវាឆាប់ពួតបាទឆាប់ពួតហើយទី1ខ្ញុំពីមុនមកខ្ញុំកង្វះទឹកបាទទឹកគឺអត់មានអីដាំទេពីមុនមកដាំនៅក្រៅបានតិចដែរយើងដាំក្នុងផ្ទះសំណាញ់យើងបានផលរៀងច្រើនហើយចំណាយក៏តិចហើយកតាធម្មជាតិក៏វាប៉ះពាល់តិចជាងហាលវាលយើងដាំក្នុងនេះទៅវាស្រួលថែទាំទឹកយើងចំណេញទឹកដូចស្របដែរក្នុងនេះខ្ញុំអត់សូវរវល់ជាមួយច្រើនទេខ្ញុំរវល់តែពេលដាំហើយធ្វើជើងតែម្ដងចាំកាត់យកបរោអូលោកមុនក៏ខ្ញុំដកស្មៅវិលជុំទាំងយប់ទាំងអាត្រៀតនេះក្នុងនេះស្មៅក៏មានគ្រូហើយសត្វល្អិតក៏មានណាវិញគុំល្អមកទេហើយបើឈ្មួញបើយើងដាំក្រៅខ្ញុំដាំម្ដងនោះខាងក្រៅគេចង់យកទេស្ពៃវារៀងខិនហឹងបើក្នុងនេះវិញក៏ប៉ះក៏បាក់ដែរស្រួយយកហើយល្អហ្មងមុនក៏គាត់នឹកឃើញគាត់ចង់បានមានកក់ទុកទៀតខ្ញុំនៅក្រៅខ្ញុំដាំអត់បានទេខាតទាំងហូតវានឹងយើងប្រឈមខ្លាំងមានសត្វល្អិតហើយនឹងក្តៅភ្លៀងបើថានៅក្រៅយើងព្រុសហើយយើងយកវាទៅស្ទូងនៅយប់ម៉ោងពេលយប់ម៉ោង9ម៉ោង10អីនៅដើរមើលតកៅឡើយទេនៅខាងក្រៅនេះថាសត្វល្អិតកៅស៊ីអញ្ចឹងទៅហើយវាភ្លៀងខ្លាំងមកវាអាស្លឹកវាហ្នឹងឡើងបល់អស់នេះបាទនេះយើងមើលតាមមកស្ទុះអត់ពិបាកការពារដូចខាងក្រៅទេវាអត់ដូចក្នុងផ្ទះសំណាញ់វាការពារកម្ដៅបានហើយនឹងភ្លៀងសត្វល្អិតវាអត់ទៅបំផ្លាញដូចយើងនៅវាល4ខែហ្នឹងប្រមូលស្ដា1លានកន្លះ1លាន6 1លាន8មករោងចាបើយើងគិតទៅថាខ្ញុំលក់បាន1លាន8ចឹងមករោងហ្នឹងដល់ចំណាយដើមអស់20ម៉ឺនហើយការចំណាយទៀបភាសាក្នុងនេះដាំទៅដឹងតែទទួលបានផលចំណាយដូចជាអត់សូវចំណាយអីច្រើនគ្រូមានតែ
ទៅលើជីហើយនឹងក្របពូជដាក់ទៅវាដឹងថាឆាប់ដុះដោយសារក្នុងនេះយើងអាចប្រើអានេះអីការពារកម្ដៅបានខ្លះវាអត់សូវក្ដៅដូចនៅខាងក្រៅទីមួយសត្វល្អិតក៏វាអត់សូវជូនក្របជូនអីចឹងគ្រូបាទយើងដាក់តែជីធ្រាប់បាតទៅគឺយើងថែទាំវាគួរអត់ទៅដូចនៅវាលដែរទឹកក្នុងនេះយើងដាក់តែម្ដងអីទេសុបាយចិត្តហ្នឹងគ្រូគាត់និយាយទៅសឹងថាបដោះកូនហើយយើងធ្វើរោងអីហើយហ្នឹងដូចចាំតែគុណលុយយកហ្មងទៅអត់មានខាវខ្លាច់ដាំទៅអត់បានខ្លាច់ដាំទៅខូចខាតអីអត់ទេសឹងថាធ្លាប់ដាំបានមកលានជាងអញ្ចឹងតែ10ថ្ងៃទៀតបានហើយលានជាងទៀតអញ្ចឹងព្រោះបាត់វិសោធន៍3-4ខែហ្នឹងដូចដឹងគ្រូហើយមានកម្លាំងក្រៅពីបានផ្ទះសំណាញ់ហ្នឹងមកយើងមានទឹកចិត្តដាំយើងដាំទៅដឹងបានបាទខ្ញុំក៏សូមសំណូមពរទៅដល់បងប្អូនដែលស្រឡាញ់ខាងផ្នែកកសិកម្មសូមគាត់ថាអត់ទាន់មានផ្ទះសំណាញ់ឬក៏ដាំនៅខាងក្រៅហ្នឹងសូមកុំបាក់ទឹកចិត្តអីសូមព្យាយាមដាំបន្តទៀតហើយដាំបែបស្រីរាងយើងកុំប្រើជាតិគីមីបាទដាំដើម្បីសុខភាពខ្លួនឯងនិងសុខភាពអ្នកទទួលទានហើយខ្ញុំជឿថានឹងមានថ្ងៃណាមួយជួយដូចខ្ញុំអញ្ចឹងចាទីចុងក្រោយខ្ញុំសូមអរគុណដល់រដ្ឋាភិបាលនិងក្រុមការងារដែលគាត់ជួយខ្នះខ្នែងជួយផ្ដល់ជាផ្ទះសំណាញ់មកដល់ខ្ញុំហ្នឹងខ្ញុំអរគុណច្រើនហើយចង់ឲ្យគាត់ចង់ថាបើសិនជាអាចវិញចង់ឲ្យប្រជាជនដែលគាត់ចង់ដាំអីចឹងចង់ឲ្យគាត់ជួយផ្សព្វផ្សាយចឹងដូចខ្ញុំអីចឹងណាគ្រូជួយខ្លះពេលដែលគាត់អ្នកខ្លះដែលគាត់ចង់ខ្លាំងដាំខ្លាំងដូចខ្ញុំចឹងទៅចង់ឲ្យជួយក្នុងភូមិនឹងបានច្រើន